តាមរយៈកត្តាសុខសន្តិភាពកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានសុខដុមនីយកម្មសាសនាគំរូមួយនៅក្នុងតំបន់និងលើឆាកអន្តរជាតិទន្ទឹមនឹងកត្តាសុខសន្តិភាពកម្ពុជាជាប្រទេសដែលពោរពេញទៅដោយសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យទំនៀមទម្លាប់និងកាយវិការទន់ភ្លន់ដែលជាភាពកក់ក្ដៅនិងទាក់ទាញទេសចរគ្រប់ជាតិសាសន៍លក្ខណៈសម្បត្តិដ៏អំណោយផលនិងគោលនយោបាយដ៏ល្អក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននៅកំពុងបោះជំហានទៅមុខគួរឲ្យកត់សម្គាល់លើគ្រប់វិស័យជាពិសេសវិស័យទេសចរណ៍សម្រាប់ក្រសួងទេសចរណ៍ក្រោមការដឹកនាំដ៏ស្វាហាប់និងប្រកបនិយមរបស់ឯកឧត្តមហ៊ុនហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានបន្តកិច្ចការងារពីឯកឧត្តមបណ្ឌិតថោងខុននិងឯកឧត្តមសុកសូកេនអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់លើផែនការអភិវឌ្ឍទេសចរណ៍មូស្លីមចង់និយាយថាដើម្បីធានាក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ Muslim Friendly Strategic Plan នេះដោយលើកទឹកចិត្តឲ្យសន្តាគារគឺត្រូវមានបន្ទប់មានសញ្ញាសម្រាប់ឲ្យអ្នកទេសចរមូស្លីមហ្នឹងគាត់ដឹងទិសដើម្បីស្វែងរកម្ហូបអាហារត្រូវតែ halal food ផែនការអភិវឌ្ឍទេសចរមូស្លីមត្រូវបានដាក់ចេញនៅយុទ្ធសាស្ត្រធំចំនួន5ធ្វើយ៉ាងណាសម្រាប់ចាក់ខុវិស័យទាក់ទាញទេសចរមូស្លីមមកកាន់គោលដៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងក្នុងរយៈពេល2ឆ្នាំនៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍទេសចរមូស្លីមកន្លងមកក្រសួងទេសចរបាននឹងកំពុងសម្រេចនូវសមិទ្ធផលសម្រាប់ទេសចរមូស្លីមជាបន្តបន្ទាប់យុទ្ធសាស្ត្រការពង្រីកនិងពង្រឹងគុណភាពផលិតផលទេសចរមូស្លីមឆ្លើយតបនឹងយុទ្ធសាស្ត្រទី1នេះក្រុមការងារទេសចរមូស្លីមបានចុះសិក្សានិងពិនិត្យកំណត់ zoning សម្រាប់អភិវឌ្ឍគោលដៅទេសចរមូស្លីមនៅរាជធានីភ្នំពេញខេត្តក្រចេះបាត់ដំបងកំពង់ឆ្នាំងត្បូងឃ្មុំដែលមានសក្តានុពលបម្រើដល់ទេសចរមូស្លីមស្រាប់ជាពិសេសគោលដៅដែលមានស្រាប់នៅក្នុងសហគមន៍អ៊ីស្លាមកម្ពុជាយុទ្ធសាស្ត្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រួលការធ្វើដំណើរទេសចរមូស្លីមនិងជំរុញការតភ្ជាប់ក្នុងរយៈពេលចុងក្រោយនេះក្រសួងទេសចរក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីហ៊ុនហាក់បានធ្វើការយ៉ាងសកម្មដើម្បីពង្រីកការហោះហើរបន្ថែមសម្រាប់ក្រុមហ៊ុនអាកាសចរដែលមានស្រាប់ដូចជាក្រុមហ៊ុន Air Asia ក្រុមហ៊ុនអាកាសចរ Emirates Airlines ក្រុមហ៊ុន Qatar Airways និងជំរុញឲ្យមានការហោះហើរត្រង់ពីបណ្ដាប្រទេសអ៊ីស្លាមធំៗបន្ថែមតាមរយៈក្រុមហ៊ុនអាកាសចរធំៗក្នុងនោះរួមមានក្រុមហ៊ុន Turkey Airlines ក្រុមហ៊ុន Etihad Airways ជាដើមក្នុងចំណោមសកម្មភាពសំខាន់ដើម្បីសម្របសម្រួលដល់ការធ្វើដំណើរទេសចរមូស្លីមក្រសួងទេសចរបានជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនតាមគោលដៅទេសចរសំខាន់និងទីសាធារណៈឲ្យផ្ដល់បន្ទប់ថ្វាយបង្គំនិងអាហារដ្ឋានហាឡាលជាច្រើនទូទាំងប្រទេសកម្ពុជាយុទ្ធសាស្ត្រការបង្កើនការផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារមូស្លីមដើម្បីជំរុញការផ្សព្វផ្សាយទៅកាន់គោលដៅទីផ្សារមូស្លីមឲ្យកាន់តែទូលំទូលាយក្រសួងទេសចរក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លាមធំដើម្បីជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលទេសចរមូស្លីមយុទ្ធសាស្ត្រការពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធជាងនេះទៅទៀតឯកឧត្តមរដ្ឋមន្ត្រីហ៊ុនហាក់បានឆ្លៀតឱកាសដ៏មមាញឹកដើម្បីរៀបចំជំនួបជាមួយនឹងបណ្ដាអគ្គរដ្ឋទូតអគ្គរដ្ឋទូតពីបណ្ដាប្រទេសអ៊ីស្លាមជាច្រើនរួមមានម៉ាឡេស៊ីឥណ្ឌូនេស៊ីអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមទូគីយេកាហ្សាស្ថានអាហ្សាបៃចង់និងប្រទេសអ៊ីស្លាមផ្សេងទៀតជាច្រើនក្នុងគោលបំណងដើម្បីស្វែងរកការគាំទ្រនិងផ្សព្វផ្សាយអំពីទេសចរកម្ពុជាជាបន្តបន្ទាប់យុទ្ធសាស្ត្រការអភិវឌ្ឍធនធានមនុស្សនិងបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជននិងភាគីពាក់ព័ន្ធតាមរយៈផែនការយុទ្ធសាស្ត្រទី5នេះក្រុមការងារទេសចរមូស្លីមបានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអំពីតម្រូវការទេសចរមូស្លីមដល់វិស័យឯកជនបម្រើសេវាកម្មទេសចរនៅតាមតំបន់គោលដៅទេសចរសំខាន់ទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីទាក់ទាញទីផ្សារទេសចរមូស្លីមក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រសួងទេសចរបាននឹងកំពុងអនុវត្តយុទ្ធសាស្ត្រទាក់ទាញទេសចរមូស្លីមយ៉ាងសកម្មតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធពង្រឹងសមត្ថភាពសម្បត្តិទេសចរការផ្សព្វផ្សាយនិងកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរដែលផ្ដល់ភាពកក់ក្ដៅជូនទេសចរមូស្លីម